នៅ chapter ទី98ហ្នឹងយើងក៏បានឃើញថា Fu ហ្នឹងកំពុងតែសម័យទៅកាន់អតីតកាលបន្តិចនៅពេលដែលគាត់កំពុងតែនិយាយជាមួយនឹងតុក្កតារបស់គាត់ថាគាត់មិនចង់ទទួលខុសត្រូវទៅលើសកម្មភាពឬក៏កំហុសអីផ្សេងៗរបស់គាត់នោះទេអញ្ចឹងទៅបានជាគាត់ចង់ឲ្យពីណាគេបញ្ជាទៅនេះទៅនោះអញ្ចឹងទៅពេលដែលគាត់ធ្វើខុសនោះកំហុសនិងទំនួលខុសត្រូវផ្សេងៗមិនមែនជារបស់គាត់ទៀតឡើយបកមកពេលបច្ចុប្បន្នហ្នឹងខណៈពេលដែល Fu កំពុងតែស្រែកឡើងយ៉ាងខ្លាំងហ្នឹងចាប់បើវាក៏សួរថា Fu ហើយទៀងខ្លួនឯងនៅក្នុងការវាយគ្នាដល់អញ្ចឹងទៅ Fu ក៏បានស្រែកមកម្ដងថា Fu អត់ទេនិយាយម្ដងទៀតនេះគឺជា He the Cursed Doll ខណៈពេលដែល Engine ជាមួយនឹង Rio កំពុងតែបញ្យល់ថាមានអីកើតឡើងហ្នឹងចាប់បើវាក៏នៅតែបន្តនិយាយថាអូសមត្ថភាពដែលឯងអាចផ្លាស់ប្ដូរចរិតជាមួយនឹងតុក្កតា Curse របស់ឯងហ្នឹងអី He គាត់ក៏បានឆ្លើយមកម្ដងទៀតថាកើតឡើងវិញខុសហើយនេះគឺជាសតិសម្បញ្ញៈរបស់ពួកគេទាំងពីរនាក់តែម្ដងនៅពេលដែល Fu គ្មានអាណាបញ្ជាវាឲ្យទៅធ្វើស្អីហើយត្រូវការវាយគ្នាឬក៏កំចាត់អាណាគេចោលអញ្ចឹងទៅគឺតម្រូវឲ្យ He ជាអ្នកចូលទៅកាន់ខ្លួនប្រាណរបស់ Fu រួចហើយក៏វាយគ្នាយកហ្មងលោកពូ Chris នៅក្នុងឡាននេះវិញក៏មើលទៅកាន់ដំបូលឡានហើយឃើញប្រហោងអញ្ចឹងថាឡាននេះខ្លាចអញ្ចឹងសោះក៏ប៉ុន្តែពេលធ្វើការវាយកដៃរបស់វាវាយដំបូលឡានឯងឡើងប្រហោងហើយ He ក៏វានៅតែបន្តនិយាយថាពួកវានឹងទទួលបានការបញ្ជាពីក្រុម Cleaner ហើយឥឡូវនេះខាងគេហ្នឹងនឹងជួយខាងក្រុម Cleaner ដែលជាស្ទើររបស់ក្រុមពួកឯងហើយចាបើស៊ីតូនីនៅលើឡានជាមួយនឹង Sodil ហ្នឹងក៏និយាយថាឥឡូវនេះ Fu វាបានបដូរប៉ាហើយដល់ពេលឥឡូវយើងធ្វើមិនទៅអញ្ចឹង Sodil គាត់និយាយទៅកាន់ស៊ីតូនីថានៅពេលថ្ងៃ Power របស់ឯងហ្នឹងប្រើកើតនោះទេក៏ប៉ុន្តែនៅពេលដែលចូលទៅក្នុង room ទៅនោះវានឹងមានភាពងឹតឲ្យឯងប្រើប្រាស់ហើយភ្លាមៗហ្នឹងចាបើវាក៏បានលូកដៃមកវាយមុខរបស់ He តែម្ដងហើយភ្លាមៗហ្នឹង Engine ក៏បានចាប់ទាញ Rio កពួយទៅមុខឡានយ៉ាងលឿនមកទៅមកHe ក៏បានដាក់មួយដៃធ្វើឲ្យដៃដែលចាប់បើលូកមកហ្នឹងឡើងបាក់ឆ្អឹងខ្ទេចតែហ្មងចាប់បើវាក៏ស្រែកឡើងយ៉ាងខ្លាំងព្រោះថាឈឺខ្លាំងពេកដៃបាក់ហើយរឿងអីមិនឈឺឃើញចឹងហើយ Engine ក៏និយាយថានេះដូចជាមិនមែនកំសាកញីនោះទេមើលទៅកាន់ខ្លួនប្រាណរបស់វាឥឡូវគឺគ្រប់សាច់គ្រប់ឆ្អឹងសុទ្ធតែជា viral instrument ទាំងអស់បាក់ដៃរួចហើយចាប់បើវាធ្លាក់ពីលើឡានបាត់ហើយដល់អញ្ចឹងទៅ He ក៏បានសំកាំងខ្លួនលោតសំដៅទៅកាន់កន្លែងចាប់បើយ៉ាងលឿនតែម្ដងលោតបំបុករួចហើយខណៈពេលដែលកំពុងតែធ្លាក់មកក្រោមទាំងពីរនាក់ហ្នឹង He ក៏បានយាដៃទាំងពីរគក់ទៅកាន់ចាប់បើឲ្យធ្លាក់មកក្រោមយ៉ាងខ្លាំងចង់ផ្ទុះផ្លូវក្រោមដីហើយខណៈពេលដែលកំពុងតែទ្រាំខ្លួនហ្នឹងចាប់បើវាក៏សើចញញឹមនិយាយថាវាដឹងតាំងពីដំបូងមកម៉េះថា Fu ហ្នឹងវាមិនមែនខ្សោយចឹងទេគឺខ្លាំងហ្មងនៅ chapter ទី9ហ្នឹងយើងឃើញថាសត្វបិសាចសម្រាមក៏ដូចជាចាប់បើហ្នឹងត្រូវបាន He វាយកម្ចាត់ចោលឡើងដេកដួលអីអស់ហើយ Rio ហ្នឹងក៏នឹកឃើញថាបើសិនជាវាយគ្នាជាមួយនឹងអា Fu នេះមែនដឹងជាវាយមិនទេអញ្ចឹងគាត់ក៏បានដើរមកនិយាយជាមួយនឹង Chris ថាយើងធ្លាក់ឬដូរពីលើឡាននៅកន្លែងណាបាត់ហើយចាំមើលគាត់ទៅរកមើលឬដូរសិនក៏ប៉ុន្តែភ្លាមហ្នឹងស្រាប់ថា He ហ្នឹងឃើញថាភ្នែករបស់ចាប់បើហ្នឹងវាបានបើកមកវាក៏បានធ្វើដៃរង្វង់ភ្នែកហើយក៏មើលទៅកាន់ He ប្រាប់ថាអាកម្លាំងសុទ្ធអញ្ចឹងហើយគឺខ្លួនចូលចិត្តហ្មងនៅលើពិភពលោកហ្នឹងក៏ប៉ុន្តែកម្លាំងសុទ្ធអញ្ចឹងมันអាចបដួលពួកគេបានទេព្រាមហ្នឹងយើងក៏ឃើញមានរង្វង់ teleport បាត់ឲ្យកន្លែងផ្លូវរួមក្រោមដីនឹងចិត្តតែម្ដងគឺជា power របស់ Sitoni នោះអីងាកមកមើល Sodil ជាមួយនឹងតកងឡានរបស់គាត់ឯនេះវិញហ្នឹងគឺបើកឡានជាប់ស្អិតជាមួយនឹងសេះរបស់ Kuro តែម្ដង Kuro គាត់ក៏ថាចាប់អារម្មណ៍ជាមួយនឹងទីតាំងដែលគាត់ត្រូវទៅមែនព្រោះអីតាមស្អិតដល់ហើយគ្មានតែវាយគ្នាជាមួយនឹង Cleaner សោះហើយគាត់ក៏នៅតែបន្តនិយាយថាអារបស់ Sodil ហ្នឹងគឺជា Watchman series ក៏ប៉ុន្តែអត់សូវឃើញគាត់ប្រើប្រាស់សមត្ថភាពទៅលើអាហ្នឹងសោះបើទោះបីជានៅមុខកូនចៅក៏ដោយច្បាស់ដែរអត់ឲ្យកូនចៅ handle everything ជាមួយនឹង Cleaner អញ្ចឹងគាត់ក៏នៅតែនិយាយអួតពីសមត្ថភាពរបស់គាត់ទៀតហើយថាគាត់ដឹងពីសមត្ថភាពរបស់ Sitoni ច្បាស់ណាស់ថា viral instrument របស់នាងនេះគឺជាកម្រប្រហោងលូហើយនៅពេលថ្ងៃហ្នឹងគឺសមត្ថភាពរបស់នាងធ្វើឲ្យកើតនោះទេ teleport ទៅកន្លែងប្រហោងលូណាដែលនាងធ្លាប់ទៅតែប៉ុណ្ណោះតែបើពេលយប់វិញ power ហ្នឹងគឺពេញហ្មងចង់ពង្រីករង្វង់ហ្នឹងប៉ុណ្ណាក៏បានចង់ទៅកន្លែងណាក៏បានអញ្ចឹងទៅពេលយប់ហ្នឹងគឺជាចំណុចពិសេសមែន Sodil ប្រហែលជា Sodil ឯងហ្នឹងគិតថាសមត្ថភាពប៉ុន Sitoni ហ្នឹងអាចទៅកម្ចាត់កណ្ដាប់ដៃអត់សមល់ Fu ក៏ដូចជាក្រុម Cleaner ផ្សេងហើយមើលទៅឆ្លើយខ្លះមើល Sodil ដូចជាអបសុកដល់ហើយអត់មានអ្នកគេឆ្លើយអញ្ចឹងងាកមកមើល Sitoni ជាមួយនឹងក្រុម Cleaner របស់យើងឯនេះវិញហ្នឹងមើលមុខគ្នាទៅមកហើយ Sitoni ក៏គិតថាដូចជាមិនគ្រប់គ្រាន់ទេនាងក៏បានបន្ថែមសត្វបិសាចសម្រាមមកជាច្រើនឡើងពេញផ្លូវក្រោមដីហ្នឹងហ្មងតែពេលដែលសត្វបិសាចសម្រាមកំពុងតែហូរចូលសន្ធឹកសន្ធាប់ច្រើនឥតឧបមាហ្នឹងក៏ឃើញថាគ្រប់គ្នាហ្នឹងឆោឡោមិនដឹងជាដោះស្រាយជាមួយនឹងវាមិនទេចាប់បើហ្នឹងវាក៏ភ័យដែរថាមិនក៏ឲ្យសត្វបិសាចសម្រាមហ្នឹងមកចាប់ស៊ីខ្លួនដែរអញ្ចឹង Sitoni ក៏ប្រាប់ទៅកាន់ចាប់បើ
ថាវាយសេរីវាទៅខែចង់វាយគ្នាអីនៅណាគេក៏ដោយឲ្យតែកបត់សូឌីលនឹងជំរះបញ្ជីមិនឲ្យវារត់ខ្លួនឡើយខណៈពេលដែលសត្វបិសាចសម្រាមកំពុងតែហូរចូលម្ដងមួយហ្នឹងស្រាប់តែឃើញថារូដូនឹងបានជីសត្វបិសាចសម្រាមចូលមកក្នុងនឹងដែរគ្រប់គ្នានឹងភ្ញាក់ផ្អើលបដ ហើយជាស្រ័យសួរមួយទំហឹងទៅកាន់រូដូថាមិនបានជីសត្វបិសាចសម្រាមហើយក៏ចូលមកកន្លែងនឹងបានអញ្ចឹងរូដូក៏ឆ្លើយថានៅខាងក្រៅនឹងទៅសត្វបិសាចសម្រាមជន់ខ្លួនឡើងទ្រាំដល់ពេលហើយស្រាប់តែឃើញមានប្រហោងលូមួយបើកចូលកន្លែងផ្លូវរួមក្រំដីខ្លួនក៏ជីសត្វបិសាចសម្រាមចូលទៅក្នុងនឹងហ្មងទៅបើមិនទៅជួបគ្នាជាមួយនឹង Raider គឺជួបជាមួយនឹងគ្នាឯងហ្នឹងហើយដល់ពេលចូលមកគឺជួបគ្នាឯងមែនស៊ីតូនេះនៅពេលដែលឃើញវត្តមានរបស់រូដូចូលទៅក្នុងនឹងដែរអញ្ចឹងគិតថាដូចជាមិនស្រួលនោះទេព្រោះថារូដូនឹងមានសមត្ថភាពពិសេសមួយដែលចាប់កាន់ប្រើប្រាស់របស់អីហ្នឹងក៏អាចប្រែក្លាយវាទៅជា viral instrument បានដែរចេះទៅនាងក៏គិតថានឹងកັບចាត់រូដូចោលជាមួយនឹងគ្រប់គ្នានៅក្នុងនេះឲ្យលឿនជាទីបំផុតរូដូក៏បានប្រើប្រាស់ជក់ដែលខ្លួនមានមកពី Remlin ហ្នឹងរួចហើយក៏ស្រែកសួរទៅកាន់ស៊ីតូនេះនិងក្រុម Raider ផ្សេងៗថាខ្លួនមកហ្នឹងដើម្បីរកមើល information ដែលខ្លួនចង់បានតាឲ្យខ្លួនទៅនៃខ្លះមើលពួកអស់នេះបន្ទាប់មកខណៈពេលដែលខ្លួនកំពុងតែប្រើជក់មួយហ្នឹងខ្លួនក៏គិតថាគ្រប់គ្នាហ្នឹងសុទ្ធតែមករវល់ជាមួយនឹងការងាររបស់ខ្លួនដល់ចឹងទៅมันអាចឲ្យការសម័យរបស់ខ្លួនហ្នឹងចេញទៅជាបន្លាមុតស្រួចដោយកាលពីនៅលើស្ពានដោយលំមុននោះទេបើអញ្ចឹងគ្រប់គ្នាប្រកាសជាគ្រោះថ្នាក់អញ្ចឹងត្រូវតែសម័យរកមើលរូបរាងអីផ្សេងរូបរាងដែលដូច Remlin គូសួល Imagine ដូចជា Remlin អីចឹងណាព្យាយាមសម័យច្រើនណាដើម្បីកុំឲ្យគ្រប់គ្នាហ្នឹងគ្រោះថ្នាក់ដោយទៅតែគ្នាឯងអញ្ចឹងណាស្រាប់តែរូបរាងដែលគេសម័យហ្នឹងក៏ចេញមកបដ ாய் Remlin មួយឡើងប៉ុណ្ណាណីពេញកន្លែងផ្លូវរួមក្រំដីឡើងខ្ទេចភ្នំនៅ chapter ទី100ហ្នឹងយើងឃើញថាឡានរបស់គ្នា cleaner របស់យើងហ្នឹងប៉ើងមកឡើងឆ្ងាយហ្មងអត់មានអ្នកគេមានគ្រោះថ្នាក់នោះទេព្រោះថារូបរាងរបស់ Remlin ដែលឬដូសម័យចេញមកហ្នឹងវាទន់អត់មានធ្វើឲ្យពីអ្នកគេគ្រោះថ្នាក់ឬក៏បុកជាមួយនឹងដីស្លាប់នោះទេពូឡូក៏សួរទៅកាន់ Rudo ថាហ្នឹងគឺជាស្នាដៃរបស់ឯងមែនហើយមិនក៏វាទន់រួនគ្រប់គ្នាចេញមកពីកន្លែងហ្នឹងឥឡូវពងនៅលើខ្យល់គ្រោះថ្នាក់ជួយម៉ែ Rudo ក៏ឆ្លើយថាដោយសារតែចង់ឲ្យមានអ្នកគេគ្រោះថ្នាក់ហ្នឹងបានវាសម័យចេញមកទន់ហើយសម័យមើលទៅកាន់ពេលដែលខ្លួនចំណាយពេលជាមួយនឹង Remlin គូរូបអីច្រើនពេករូបរាងរបស់ Remlin ទន់ក៏ចេញមកហ្មងទៅខណៈពេលដែលឡានកំពុងតែធ្លាក់ទៅក្រោមគ្រោះថ្នាក់ប៊ីនឹងស្លាប់គ្រប់គ្នាទៅហើយហ្នឹង Andrea ក៏បានទាញឆាតរបស់ខ្លួនរួចហើយក៏តាំងគ្រប់គ្នាឲ្យធ្លាក់ទៅក្រោមយឺតមិនឲ្យមានពីណាគេគ្រោះថ្នាក់ឡើយធ្លាក់មកដល់ក្រោមសុវត្ថិភាពគ្រប់គ្នាក៏តែឡានហ្នឹងក៏ខ្ទេចខ្ទីអស់ហើយ Rudo ហ្នឹងក៏អរគុណទៅកាន់ជក់របស់ Remlin ដែលបានជួយពួកគេរួចហើយជក់មួយហ្នឹងក៏បានរលាយខ្លាយទៅជាផេះផង់ងាកទៅមើលព្រៃមួយនេះឃើញថាស្រស់ព្រមឡើងខៀវសង្ងាត់ខ្លាំងមែនតើ Andrea ហ្នឹងក៏សង្ឃឹមថាគ្រប់គ្នាហ្នឹងនឹងមិនមកដល់កន្លែងតំបន់ No Man's Land ឯតាក៏តែចុងក្រោយមកដល់ដដែលគឺតំបន់ព្រៃ Tory No Man's Land តមក Engine ក៏សួរទៅកាន់ Rudo ថាចាំបានអត់នៅពេលដែលធ្លាក់ចុះមកក្រោមនៅក្នុងតំបន់ No Man's Land នោះអីតំបន់ដែលមានតែសម្រាមមើលដៃកតុយភ្នែកបិសាចសម្រាមដែលមកវាយប្រហារគ្រប់ពេលដែលឯងបង្កើតសម្លេងរញ៉េរញ៉ៃនៅតំបន់ No Man's Land មួយនេះវាក៏ដូចនៅក្នុងកន្លែងដែលឯងធ្លាក់ចុះមកដែរបិសាចសម្រាមនឹងរកពួកយើងឃើញនៅពេលដែលយើងបង្កើតសម្លេងរញ៉េរញ៉ៃហើយបិសាចសម្រាមមួយហ្នឹងគឺគេឲ្យឈ្មោះថាជាស្ដេចនៅតំបន់ No Man's Land នេះតែម្ដងហើយ mission ដែលយើងនឹងចាប់ផ្ដើមធ្វើឥឡូវហ្នឹងគឺដើរលបមិនឲ្យមានសម្លេងអ្វីឡើយរួចហើយយើងចាប់តែគឺរោបានហើយផ្សេងមិនបាច់ខ្វល់ឡើយងាកមកមើលចាប់បើនេះអ្វីហ្នឹងវាខកចិត្តមែនតើសមត្ថភាពរបស់ Rudo ស្អីវាអត់មានឈឺស្អីបន្តិចផងហើយ full របស់យើងនេះវិញក៏ខកចិត្តមែនតើនឹងគ្រប់គ្នានៅ cleaner ហ្នឹងក៏បោះបង់ខ្លួនឲ្យនៅក្រោយតែឯងដូចជា Sodil ដែរស៊ីតូនេះក៏បានដើរចេញពីកន្លែងហ្នឹងដោយអាអន់សពនចិត្តនិងសូមទោសទៅកាន់ Sodil ដែលធ្វើការងារមកបានល្អគ្រប់គ្នាដើរចូលទៅក្នុងព្រៃនេះវិញហ្នឹងដើរបណ្ដើឬដូរឆ្ងល់បណ្ដើថាស្ដេចនៅក្នុងព្រៃមួយនេះវាខ្លាំងប៉ុណ្ណាទៅសូម្បីតែ Engine នឹងប្រាប់ឲ្យគ្រប់គ្នាប្រុងប្រយ័ត្នសបើម៉េះហើយនៅតំបន់មួយនេះគឺជាតំបន់មពល No Man's Land ទេក៏ប៉ុន្តែធម្មជាតិនឹងគឺដុះមកឡើងស្រស់ព្រមហ្មងទោះបីជារុក្ខជាតិនឹងវាសម្របខ្លួនជាមួយនឹងបរិយាកាសបានក៏ដោយក៏ប៉ុន្តែមើលទៅវាក៏គួរឲ្យខ្លាចដែរដល់មកដល់កន្លែងមួយហ្នឹង Engine ក៏ប្រាប់ឲ្យគ្រប់គ្នាស្ងាត់មាត់រួចហើយក៏ចង្អុលឲ្យមើលទៅមុខឃើញថា Kuro នោះកំពុងតែអង្គុយផ្អែកខ្នងទៅនឹងសិលាចារឹកអីមួយជាឱកាសហើយតា Rudo ក៏ព្យាយាមរកហក់ទៅចាប់ Kuro ឲ្យទាន់ហ្មងក៏តែ Engine ក៏ចាប់ជើង Rudo ជាប់ប្រាប់ថាឲ្យប្រយ័ត្នព្រោះថាខ្លួនអត់ឃើញ Sodil ជាមួយនឹងក្រុម Raider ផ្សេងៗនោះទេវាអាចជាអន្ទះ Engine ក៏សាកយកដុំថ្មមួយគប់ទៅកាន់ផ្នែកខាងឆ្វេងដៃរបស់ Kuro ហើយស្រាប់តែមានដៃមួយឡើងប៉ុណ្ណាណីទះដុំថ្មនោះមកទៅផឹងតែម្ដង Engine ឃើញអញ្ចឹងក៏ហួសចិត្តនឹងមួមកក្តៅកាហាយមិននឹកស្មានថា Sodil នឹងវាអាក្រក់ខូខើដល់ថ្នាក់នឹងសោះសុកចិត្តដើរមកពីក្រោយដើម្បីកុំឲ្យជួបគ្នាជាមួយនឹង King of Jungle និងប្រើប្រាស់ពួកគេគឺជាកូនកដោពិសោធន៍ទៅវិញ